ឬរាជការតោះចូលទៅចានឹងស្លាប់ខ្ញុំឲ្យក្បត់ណោះនៅពេលដែលខ្ញុំបានបញ្ចប់សូត្រមន្តអាគមហើយនាងគួរតែបិទភ្នែកវាអាចធ្វើឲ្យភ្នែករបស់នាងងឹតដោយសារតែពលឺក្បួនស្នេហ៍មនុស្សជាច្រើនបាននិយាយថាភ្នែករបស់គេស្ទើរតែខ្វាក់ដោយសារតែពលឺក្បួនស្នេហ៍នេះខ្លាំងពេកយើងបានរងចាំពេលវេលានេះជាយូរមកហើយគ្រួសាររបស់នាងនឹងរស់នៅដោយភាពភ័យខ្លាចដោយអំណាចនៃត្បូងស្នេហ៍ត្រូវរបូតពីដៃនាងយើងនឹងយកត្បូងស្នេហ៍ត្រឡប់មកវិញដោយគ្មានអ្នកណាម្នាក់អាចរារាំងយើងបាននោះទេទេសកាយើងមិនខ្វល់ថានាងព្យាយាមយ៉ាងណាទេនាងនឹងមិនអាចយកវាត្រឡប់ទៅវិញបានឡើយគ្មានអ្នកណាម្នាក់អាចបញ្ឈប់យើងបានទេតើមនុស្សពីរនាក់ដូចជាឯងនេះអាចបញ្ឈប់យើងបានដែរទេមិនយូរទេពួកឯងពីរនាក់នឹងត្រូវស្លាប់ឯងមិនអាចប្រើត្បូងនោះបានទៀតនោះទេម៉ាណាវីនីនិងម៉ាត់ហេវបានស្លាប់បាត់ទៅហើយច្បាស់ណាស់យើងនឹងសម្លាប់ពួកឯងទាំងពីរនាក់នាងទេដែលត្រូវរងការភ័យខ្លាចនោះនាងនឹងត្រូវបាត់បង់នាងបានសម្លាប់បុរសរបស់យើងពេលនេះយើងគ្មានអ្វីបាត់បង់ទៀតទេគេស្លាប់ពិតមែនហើយតែនាងនៅមានសង្ឃឹមថាអាចសង្គ្រោះគេបានទៀតយើងមិនអោយអ្វីដែលឯងចង់បានទៅឯងនោះទេបើសិនជាយើងមិនអាចចូលរនាំងការពារនេះបានអញ្ចឹងអញក៏មិនអាចយកត្បូងស្នេហ៍ចេញមកបានដែរវាំងមួយនេះហុំព័ទ្ធទៅដោយសត្វពស់យើងនឹងយកត្បូងស្នេហ៍មកវិញឲ្យបាននៅពេលដែលយើងបានវាហើយនោះនាងនឹងមានសេរីភាពនាងនឹងមានសេរីភាពហើយចង់និយាយពីអនាមិកាមែនទេមែនហើយគឺអនាមិកានឹងរស់ឡើងវិញម្ដងទៀតយើងមិនខ្វល់ថាឯងលាក់ត្បូងស្នេហ៍នៅទីណាទេប៉ុន្តែបំណងដើម្បីការពារបុត្ររបស់នាងនឹងយកត្បូងនោះចេញមកគ្រួសារនាងនិងប្រាសាទក្រាដានឹងត្រូវបង្កើតជាអាណាចក្រសត្វពស់របស់យើងនៅពេលនេះដល់ពេលដែលពួកឯងត្រូវសងនៅអំពើបាបរបស់ពួកឯងហើយហេតុអីក៏លោកអាចារ្យយកប្រអប់ចេញដល់ទៅពីមិនហើយណាប្រអប់មួយនេះគឺដាក់ត្បូងស្នេហ៍ហើយមួយប្រអប់ទៀតគឺគ្មានអ្វីទាំងអស់ណែយកទៅធ្វើដូចជាប្រអប់ទទីប៉ុន្តែប្រអប់ការពុតណានាងត្រូវតែការពារវាដូច្នេះគ្មាននរណាម្នាក់សង្ស័យដល់នាងទេយល់ដែរគឺចាខ្ញុំយល់ហើយខ្ញុំចង់និយាយរឿងមួយជាមួយលោកខ្ញុំចង់និយាយរឿងមួយជាមួយលោកណានិយាយមកខ្ញុំជឿថាលោកប្រើត្បូងនេះដើម្បីសង្គ្រោះព្រះបត្រាម៉ាត់ហេវហើយនិងមនុស្សផងដែរតើវាអាចទៅរួចដែរទេលោកអាចារ្យពិតជាអាចសង្គ្រោះគេបានមែនទេនាងរាជការខ្ញុំសន្យាថាត្បូងនៅក្នុងដៃរបស់នាងអាចជួយដល់ព្រះរាជបុត្របាន
ខ្ញុំមិនខ្វល់ពីជីវិតរបស់ខ្ញុំទេខ្ញុំចង់ឲ្យមនុស្សរស់ឡើងវិញ ឌីរ៉ាស៊ីកាសត្វពស់ដ៏កាចសាហាវទាំងនោះនឹងតាមនាងត្រូវចាំឲ្យច្បាស់ណាស់នាងត្រូវតែការពារខ្លួនឯងដែរនាងត្រូវតែចាប់សត្វពស់ទាំងអស់នោះចេញពីរាជវាំងដូច្នេះនាងនឹងមានដើម្បីជួយសង្គ្រោះដល់ព្រះរាជបុត្រឲ្យមានសេរីភាពកន្លែងទុកត្បូងនេះនៅក្រៅរាជវាំងឲ្យឆាប់ឡើងទៅគ្មានពេលទៀតទេឲ្យលឿនឡើងទៅពេលវេលាគឺតិចណាស់ បើសិនជាអញ្ចឹងមែនអញ្ចឹងពួកវានឹងបានដឹងពីអំណាចដ៏ខ្លាំងក្លារបស់ខ្ញុំហើយ ឌីរ៉ាស៊ីកានាងត្រូវតែយករបស់នេះការពារខ្លួនហើយយករបស់នេះផាត់ដល់មេរីណូគឺគេប្រកាសជាលែងហ៊ានបៀតបៀនដល់នាងទៀតហើយ បើសិនជានាងត្រូវពោះចាប់នាងឆាប់បើប្រអប់នេះហើយគប់លំពេងទៅលើពោះនោះទៅខ្ញុំទៅហើយ សូមព្រះជាម្ចាស់ការពារនាង ខ្ញុំត្រូវតែដេញសត្វពស់ទាំងអស់នេះចេះខ្ញុំសុខចិត្តទោះបីជាខ្ញុំមានគ្រោះថ្នាក់ដល់ជីវិតដើម្បីជួយសង្គ្រោះម៉ាណាពីនេះ ការរងចាំរបស់នាងនឹងគ្មានថ្ងៃបញ្ចប់ទេនាងមិនអាចយកត្បូងស្នេហ៍នោះត្រឡប់ទៅវិញជាដាច់ខាត យើងនឹងយកវាត្រឡប់មកវិញឲ្យបានយើងនឹងយកវាមកវិញឲ្យបាននៅចំពោះមុខឯងប៉ុន្តែត្បូងស្នេហ៍នៅឯណាទៅនាងចង់លេងល្បិចស្អីជាមួយនឹងយើងមែនទេ យើងស្មានមិនខុសទេវាមិនងាយស្រួលនោះទេដេវរ៉ាហ៊ីកាមិនអាចរត់រួចពីដៃយើងទេម៉ាយ៉ាឆាប់ទៅយកត្បូងស្នេហ៍ពីដេវរ៉ាហ៊ីកាមកឲ្យយើងភ្លាម ដេវរ៉ាហ៊ីកាមិនអាចការពារត្បូងស្នេហ៍បានទេគឺមិនអាចជាដាច់ខាត នាងគឺជាដេរ៉ាស៊ីកានៃប្រាសាទក្រដាសឯងមិនអាចយកឈ្នះនាងបានទេនាងអាចការពារខ្លួននាងបាននាងក៏អាចកំទេចឯងបានដែរមិនអាចយកឈ្នះនាងជាដាច់ខាត វាមិនមែនចេះតែដូចអ្វីដែលនាងបាននិយាយទេឯងខ្លាចយើងនេះជាហេតុផលដែលឯងមិនហ៊ានចេញពីរង្វង់ការពារនេះ ឯងគិតថាពួកយើងនៅទីនេះដើម្បីរក្សាជីវិតយើងមែនទេបើសិនជាយើងធ្វើអញ្ចឹងព
ពេលនេះយើងគួរទៅនាំគ្នាទៅប្រាសាទក្រដាសហើយទេស៊ីកានាងគិតមើលទៅហេតុអីក៏យើងនៅទីនេះជាមួយនឹងចៅយើងឯងចង់បានន័យថាម៉េចទេស៊ីកាឯងនឹងស្លាប់មិនខានसुवर्णपक्षाय धीमहि तन्नो गरुडः प्रचोदयात् तत्पुरुषाय विद्महे सुवर्णपक्षाय धीमहि तन्नो गरुडः प्रचोदयात्ឯងគិតថាឥទ្ធិពលតូចតាចរបស់ឯងអាចសម្លាប់ពួកយើងបានមែនទេនាងភ្លេចហើយមែនទេនេះគឺជាថ្ងៃដែលនាងត្រូវតែស្លាប់នាងមិនអាចធ្វើអញ្ចឹងទេនាងធ្វើឲ្យយើងឈឺចាប់ច្រើនដងហើយមិនអាចធ្វើអញ្ចឹងទេមិនអាចទេណាឈិលយានៅទីណាទៅនាងប្រាប់ថានាងមិនហ៊ានមកទេនាងខ្លាចពោះវ័យទាំងអស់នោះនាងនិយាយថានាងមិនទាន់ចង់ស្លាប់ឡើយយើងត្រូវបដៅនាងម្នាក់នឹងចេញម្ដងយើងមិនលើកលែងឲ្យនាងនោះទេពួកឯងតែធ្វើរឿងមួយទៅរាជវាំងហើយរកមើលថាតើនៅទីនោះមានរឿងអីកើតឡើងទៅលឿនឡើងម៉ែម្ចាស់ពួកយើងជាអ្នកបម្រើទ្រង់នៅក្នុងរាជវាំងតើទ្រង់នឹងធ្វើអ្វីទៅបើសិនជាពួកយើងស្លាប់ទ្រង់នឹងគិតយ៉ាងណាទៅបើសិនជាពួកយើងស្លាប់ពួកគេច្បាស់ជាមិនទៅណាឆ្ងាយទេប្រហែលធ្វើអ្វីម្យ៉ាងលើត្បូងស្នេហ៍បើវាមិនអាចប្រើដើម្បីជួយជីវិតមាត់ហេបបានទេនោះវាជារឿងពិបាកខ្លាំងណាស់យើងខំរៀបចំផែនការសម្រាប់ទ្រង់យើងមិនអាចបានសម្រេចនៅបំណងរបស់យើងទេបើទ្រង់រស់ឡើងវិញនោះបើចាស់សុលត្រូវទូលមកគុំបានត្បូងស្នេហ៍មកហើយឆាប់ឡើងយកត្បូងមកសង្គ្រោះមាត់ហេវមុនទៅក្រាបទូលដំបងអ្នកចំពីបិទភ្នែកសិនទៅក្រាបទូល
ញ៉ាំទឹកដោះគោអាដេឆ្ងាញ់ធ្វើឲ្យសុខភាពល្អរាល់ថ្ងៃស្រឡាញ់គ្នាយូរហើយហេតុមិនដេចឡើយចាំបាច់លួចលាក់ឬមួយអូនជំពាក់ស្នេហ៍អ្នកផ្សេងបើឈប់បានឈប់ទៅសូមពើឈប់សំដែងព្រោះការពិតជាក់ស្ដែងក្នុងចិត្តអូនមានគេដែរបែងដូងមានតែមួយប្រានត្រោយគុំស្នេហ៍មនុស្សពីរនាក់បើសិនជាមិត្តភក្តិច្រើនអ្នកបងមិនហាមទេតែនេះជាស្នេហាបានម្នាក់គត់មៀងមីអូនកុំលោភលន់ពេកបានទេកុំសាវ៉ា